ជប៉ុនបង្កើតបច្ចេកវិទ្យាដែលអាចឲ្យផ្ទះហោះផុតដីកំឡុងពេលមានរញ្ជួយដីក្រុមហ៊ុន Airdashi System Inc ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនបង្កើតដោយលោក Soichi Sakamoto បានបង្កើតនូវប្រព័ន្ធញែករញ្ជួយដីប្រកបដោយភាពច្នៃប្រឌិតត្រូវបានរចនាឡើងដើម្បីការពារផ្ទះក្នុងកំឡុងពេលមានរញ្ជួយដីដោយលើកពួកវាចេញពីគ្រឹះបណ្ដោះអាសន្នហើយខាងក្រោមនេះជារបៀបដែលវាដំណើរការប្រព័ន្ធនេះដំណើរការដោយដាក់ផ្ទះនៅលើពងសុវត្ថិភាពនៅពេលដែលឧបករណ៍ចាប់សញ្ញារញ្ជួយដីឃើញថាមានការរញ្ជួយដីប្រព័ន្ធនឹងដំណើរការក្នុងរយៈពេលត្រឹមតែ 0.5 ទៅ 1 វិនាទីប៉ុណ្ណោះដោយបំផោងពងសុវត្ថិភាពហើយលើករចនាទាំងមូលឡើងលើប្រហែលជា 3 សង់ទីម៉ែត្រចេញពីគ្រឹះរបស់ផ្ទះរយៈកម្ពស់ខ្លីនេះធ្វើឲ្យផ្ទះដាច់ឆ្ងាយពីការញ័រនៃដីដោយអាចកាត់បន្ថយនឹងការខូចខាតបាននៅពេលដែលការញ័រឈប់ពងសុវត្ថិភាពនឹងបន្ធូរមកវិញហើយផ្ទះនោះនឹងចុះមកលើគ្រឹះធម្មតាវិញដោយថ្នមៗវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home ជាក្រុមហ៊ុនដែលមានទាំងអ្នកជំនាញសិក្សាប្លង់វិស្វករដែលមានបទពិសោធន៍ច្រើនឆ្នាំក្រុមជាងដែលអាចទុកចិត្តបានអត់ព្រួយរឿងជាងរត់ចោលពិបាកទិញសម្ភារៈឬក៏ត្រូវចុះមើលការដ្ឋានដោយខ្លួនឯងធានាសាងសង់មួយហើយកម្មសោចូលនៅបានតែម្ដងបច្ចេកវិទ្យានេះត្រូវបានអនុវត្តនៅក្នុងផ្ទះជិត 90 នៅទូទាំងប្រទេសជប៉ុនហើយបានបង្ហាញអំពីប្រសិទ្ធភាពក្នុងកំឡុងពេលព្រឹត្តិការណ៍រញ្ជួយដីជាឧទាហរណ៍ផ្ទះដែលបំពាក់ដោយប្រព័ន្ធនេះត្រូវបានគេរាយការណ៍ថានៅតែមិនមានការខូចខាតកំឡុងពេលមានការរញ្ជួយដីកម្រិត 7.3 Richter ក្នុងឆ្នាំ 2021 ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញក៏បានកត់សម្គាល់អំពីដែនកំណត់ជាក់លាក់នៃប្រព័ន្ធនេះដោះស្រាយបញ្ហាជាចម្បងលើចលនាដីផ្ដល់នូវការការពារកម្រិតប្រឆាំងទៅនឹងការរញ្ជួយដីមួយចំនួនតែបើការរញ្ជួយដីដែលអាចកើតមានឡើងមុនពេលប្រព័ន្ធដំណើរការពេញលេញវាអាចកាត់បន្ថយនៅប្រសិទ្ធភាពរបស់ប្រព័ន្ធនេះផងដែរមួយវិញទៀតវាគឺជាប្រព័ន្ធមេកានិកវាទាមទារនូវការថែទាំនិងការធានាបាននូវការចាប់សញ្ញាគ្មានកំហុសក្នុងកំឡុងពេលមានព្រឹត្តិការណ៍រញ្ជួយដីប្រព័ន្ធរបស់ Airdashi ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធចំណាយដ៏មានប្រសិទ្ធភាពដែលមានតម្លៃសមរម្យប្រហែលតែ 1/3 នៃថ្លៃដើមរបស់ប្រព័ន្ធការពាររញ្ជួយដីពីមុនមកវាអាចត្រូវបានដំឡើងនៅក្នុងសំណង់ថ្មីនិងការជួសជុលឡើងវិញនៅក្នុងរចនាសម្ព័ន្ធដែលមានស្រាប់បើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង follow page Home Life ដើម្បីទទួលបានវីដេអូថ្មីៗក្រុមហ៊ុនក៏បានបង្កើតនៅកំណែទម្រង់ធំជាងនេះផងដែរដែលស័ក្តិសមសម្រាប់គ្រឿងបរិក្ខារដូចជារោងចក្រនិងមន្ទីរពិសោធន៍ផងដែរជារួមមកយើងឃើញថាបច្ចុប្បន្នរញ្ជួយដីមានការរីកសាយភាគសឹងតែគ្រប់ប្រទេសនៅទូទាំងពិភពលោកជាពិសេសប្រទេសជប៉ុន Airdashi System តំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងភាពធន់នឹងការរញ្ជួយដីវាជាដំណោះស្រាយដ៏ឆ្លាតវៃនិងជាក់ស្ដែងជាពិសេសស័ក្តិសមនឹងស្ថាបត្យកម្មលំនៅឋានរបស់ប្រទេសជប៉ុនក៏ដូចជាគំរូសម្រាប់ប្រទេសផ្សេងៗទៀតដែលជួបនឹងបញ្ហារញ្ជួយដីដោយប្រទេសជប៉ុនដែរជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ